ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Mochita ជួបគ្នាជាមួយ Admin ម្ដងទៀតនៅក្នុងសាររឿងថ្មីទាំងអស់គ្នាហើយសាររឿងមួយនេះគឺតួប្រុសរបស់យើងនឹងគឺជាបលីបង្កប់អញ្ចឹងហើយក៏ត្រូវក្រុមជើងកាងនឹងតាមសម្លាប់គេនៅក្នុងពេលហ្នឹងគឺគេនឹងប៊ីនឹងបាត់បង់ជីវិតហើយប៉ុន្តែវាក៏មានអភូតហេតុចៃដន្យស្រាប់តែមានតួអង្គស្រីយើងគឺជានារីអាត់កំបាំងនឹងមកពីណាបង្ហាញខ្លួនមកជួយរងគ្រាប់ជំនួសឲ្យតួប្រុសយើងរួចហើយគេក៏បានស្លាប់នៅពេលអស់រយៈពេលយូរមែនតើដឹងថាពេលណានឹងដឹងខ្លួននោះទេហើយតួប្រុសហ្នឹងក៏មិនស្គាល់ថាតួស្រីជានរណាហេតុអីក៏លះបង់ជីវិតនឹងមកជួយរូបគេអញ្ចឹងប៉ុន្តែនៅតាមខ្លួនរបស់តួស្រីហ្នឹងគឺបានដោយមកជាមួយនឹងសភៅប្រឡោមលោកដែលនាងនិពន្ធមកដូច្នេះហើយតួប្រុសហ្នឹងក៏គិតថាគឺគេនឹងអានសភៅប្រឡោមលោកទាំងអស់ហ្នឹងរហូតតតែនាងដឹងខ្លួនតែហើយក៏មានរឿងនឹកស្វែងម្ដងដែលតេតោជាមួយនឹងសាច់រឿងនៅក្នុងប្រឡោមលោកដែលនាងបាននិពន្ធនោះផងដែរអញ្ចឹងចង់ដឹងថាសាច់រឿងរបស់យើងល្អមើលប៉ុណ្ណាហើយមានអីតេតើជាមួយនឹងប្រឡោមលោកទាំងអស់នោះហើយយើងមកតាមដានសាច់រឿងជាមួយនឹង admin ទាំងអស់គ្នារឿងយើងចាប់ផ្ដើមឡើងពីក្មេងស្រីម្នាក់ដែលមានឈ្មោះថាយ៉ាងម៉ានរូនៅក្នុងថ្ងៃមួយគឺនាងក៏ត្រូវបិសាចនឹងចេញមកវាយប្រហារប៉ុន្តែក៏ជាសំណាងល្អស្រាប់តែមានបរិមម្នាក់ទៀតដែលវាថាមានសមោអសសនឹងក៏ចេញមកជួយការពារនាងពីបិសាចម្នាក់ហ្នឹងដោយនាងក៏មិនទាន់បានអរគុណទៅកាន់បរិសមោអសនឹងផងស្រាប់តែបរិហ្នឹងក៏បាត់ខ្លួនទៅវិញដោយបានបន្សល់ទុកនៅដីកែមួយដែលមានឈ្មោះថាឡាយនៅពីលើហ្នឹងចាប់ពីថ្ងៃហ្នឹងមកគឺក្មេងស្រីម្នាក់ហ្នឹងតែងតែតាមស្វែងរកបរិសមោអសហ្នឹងប៉ុន្តែនាងគឺមិនដឹងថាបរិហ្នឹងនៅទីណាហើយមានមុខមាត់យ៉ាងណានោះទេសាច់រឿងរបស់ក្មេងស្រីម្នាក់នេះផងដែរគឺជាសាច់រឿងពិតរបស់តួឯកស្រីយើងហើយឥឡូវហ្នឹងនាងក៏សង្ឃឹមថានឹងជួបជាមួយនឹងបរិដែលបានចេញមកការពារនាងនឹងម្ដងទៀតដែរតួស្រីរបស់យើងគឺជាអ្នកនិពន្ធសៀវភៅប្រឡោមលោកហើយគេមានឈ្មោះអ្នកនិពន្ធរបស់គេគឺលូណាកំពុងតែសម្លឹងមើលដីកេដែលបរិអាចកំបាំងម្នាក់នោះបានបន្សល់ទុកឲ្យគេហ្នឹងហើយក៏ធ្វើការកេះដីកេហ្នឹងស្រាប់តែកើតឡើងនៅការរញ្ជួយដីរង្គោះរង្គើពេញហ្នឹងលូណាក៏បញ្ញាប្រម៉ែប្រម៉ូសៀវភៅប្រឡោមលោកសំខាន់របស់នាងដាក់ចូលទៅក្នុងកតាបរួចហើយក៏ស្រាប់តែមានពលឺមួយគឺថាជះចាំចំមុខរបស់នាងរួចហើយក៏ស្រូបទាញនាងទៅហើយសាច់រឿងហ្នឹងក៏បង្ហាញទៅកាន់ទីតាំងមួយផ្សេងទៀតនៅក្នុងទីក្រុងមួយគឺថាកំពុងតែមានមនុស្សម្នាអ៊ូអរដោយសារតែក្នុងយប់ហ្នឹងគឺជាយប់នៃពិធីបុណ្យរបស់ពួកគេចលាចលក៏វានឹងកើតឡើងនៅក្នុងពេលហ្នឹងផងដែរដោយសារតែមានក្រុមបងធំមួយក្រុមហ្នឹងកំពុងតែតាមសម្លាប់តួប្រុសយើងហ្នឹងគឺគេមានឈ្មោះថាអាឡាយក្នុងដៃរបស់តួប្រុសយើងក៏មានដីកេមួយដែលបាក់ឈ្មោះថាអាឡាយដែរអញ្ចឹងអាឡាយហ្នឹងឯងគឺជាម្នាក់ប្រុសដែលតួស្រីកំពុងតែតាមស្វែងរកអាឡាយក៏កំពុងតែកិច្ចខ្លួនពីក្រុមជើងកាងប៉ុន្តែចៃដន្យហ្នឹងក៏មានក្មេងម្នាក់ហ្នឹងគឺកំពុងតែមានគ្រោះថ្នាក់គេក៏ហក់ទៅជួយក្មេងប្រុសម្នាក់នោះរួចហើយក្រុមជើងកាងហ្នឹងក៏ឃើញមុខរបស់អាឡាយពួកគេក៏ចាប់ផ្ដើមគឺដេញសម្លាប់អាឡាយតែម្ដងម្នាក់សិតតែមានបន្ថែមនៅក្នុងដៃយកទៅកាប់អាឡាយតែអាឡាយហ្នឹងគេក៏កិច្ចផុតរួចហើយក៏ទាត់ចំប្រឡោះជើងហ្នឹងពី3ជើងលេងទៅអាឡាយក៏បានបន្ថែមនៅក្នុងដៃប៉ុន្តែគេអត់សម្លាប់ពួកគេនឹងទេព្រោះប៉ូលីសមិនចេះតែសម្លាប់មនុស្សប្រេបដែរណាបរិមម្នាក់ទៀតក៏ចូលមកទៅដើរបន្ថែមពីដៃរបស់អាឡាយរួចហើយក៏កាប់អាឡាយចឹងណាប៉ុន្តែអាឡាយក៏យកដៃរបស់បរិមម្នាក់ទៀតនឹងយកមករងជំនួសរួចហើយអាឡាយគេក៏ដាក់3នាក់នឹងឡើងទួទៅរួចហើយក៏កិច្ចផុតទៅចូលទៅមកតំបន់ទៀតក៏ជួបជាមួយនឹង2នាក់ផ្សេងទៀតអាឡាយក៏ចាប់ម្នាក់នៅក្នុងចំណោមនឹងជាប់រួចហើយក៏ក្រម្នាក់នឹងជាប់ចឹងទៅព្យាយាមដោះខ្សែក្រវ៉ាត់ពីម្នាក់ហ្នឹងទៅវាយម្នាក់ទៀតបដៅជំនួសឲ្យគេហើយម្នាក់នៅក្នុងដៃរបស់អាឡាយហ្នឹងអាឡាយក៏យកខ្សែក្រវ៉ាត់ហ្នឹងចងចំណងដៃរបស់គេជាប់ជាមួយនឹងតសនៅហ្នឹងហើយក៏ដើរចេញទាំងឌឺមកប៉ុន្តែអាឡាយតែឌឺគេហ្នឹងក៏ស៊ីម្ដាយរបស់អ្នកផ្សេងទៀតនោះតែអាឡាយគេក៏ក្រោបឡើងទៅយកដបស្រាដើម្បីយកមកផឹកហើយក៏ព្រោះទៅគេក៏អុជភ្លើងទៅគឺវាឆាបអញ្ចឹងទៅគេក៏អាចកិច្ចផុតហើយក៏យករបាំងមុខយកទៅពាក់ប៉ុន្តែនៅតែមិនអាចកិច្ចផុតគឺពួកហ្នឹងនៅតែស្គាល់អាឡាយតាមចាត់ការអាឡាយដដែលហើយដល់ម្លុកហ្នឹងគឺថាញ៉ែញ៉ៃខ្លាំងពេកមានការសម្ដែងអីចឹងទៅមនុស្សអ៊ូអរហ្នឹងអាឡាយហ្នឹងក៏អាចកិច្ចផុតមកគ្រាទៀតទៅផ្លូវដែលស្ងាត់ហើយស្មានថាផុតឯណាមានណាគឺជួយជាមួយនឹងមេធំគេភ្ជុំកំភ្លើងចំក្បាលតែម្ដងពួកគេតាមសម្លាប់អាឡាយព្រោះថាអាឡាយហ្នឹងគឺជាមនុស្សនៅក្នុងក្រុមបងធំរបស់ពួកគេហើយអាឡាយហ្នឹងគឺបានសម្លាប់បងធំគេដែលគេហៅថាគឺលោកតកែស៊ឺអាឡាយបានព្យាយាមបោះស្រាយទៅកាន់ក្រុមបងធំថាហ្នឹងគឺជារឿងយកច្រឡំទេគេមិនបានសម្លាប់បងធំស៊ឺឡើយតែបោះស្រាយយ៉ាងណាក៏អប៉ែហ្នឹងបានធ្វើការបាញ់ទៅកាន់អាឡាយដែរហើយភ្លាមនោះស្រាប់តែមានអភូតហេតុកើតឡើងយើងភ្លេចនៅតួស្រីរបស់យើងលូណាបានឆ្លងមកដល់ពេលវេលារបស់អាឡាយហើយស្គាល់ថាអាឡាយហ្នឹងគឺជាបរិយាដែលគេកំពុងតែតាមស្វែងរកដោយឃើញថាអាឡាយកំពុងតែមានគ្រោះថ្នាក់គេក៏ស្រាប់តែរត់មករងមួយគ្រាប់កំភ្លើងនឹងជំនួសឲ្យអាឡាយតែម្ដងអាឡាយក៏មានការភ្ញាក់ផ្អើលនៅពេលដែលលូណានឹងត្រូវគ្រាប់ព្រោះពួកគេមិនបានស្គាល់គ្នាចំណែកក្រុមជើងការនឹងប៊ីនឹងសម្រាប់អាឡាយបានទៀតកុំតែក្រុមប៉ូលីសនឹងមកតាន់ទេរួចហើយអាឡាយក៏បញ្ញាបញ្ជូនលូណានឹងមកកាន់មន្ទីរពេទ្យដែលស្ថានភាពរបស់លូណានឹងគឺគ្រោះថ្នាក់ខ្លាំងមែនទែនទោះបីជាបានធ្វើការវះកាត់ហើយប៉ុន្តែគឺក្បាលរបស់លូណានឹងបានបោកត្រូវខ្លាំងមែនទែនដែលមានការកកឈាមនៅក្នុងនោះអញ្ចឹងហើយមិនដឹងថាពេលណាលូណានឹងដឹងខ្លួនឡើយហើយអាឡាយនឹងក៏តក់ស្លុតពីស្ថានភាពរបស់លូណាព្រោះគេមិនស្គាល់លូណាមិនដឹងថាលូណាមានឈ្មោះអីមកពីណានៅកន្លែងណាទេតែអាឡាយក៏ប្រទះឃើញសៀវភៅប្រឡោមលោកដែលលូណានឹងបានដាក់មកតាមខ្លួនអញ្ចឹងហើយគេក៏បានបើកមើលទៅឃើញថាលូណានឹងគឺជាអ្នកនិពន្ធសៀវភៅប្រឡោមលោកដែលមានឈ្មោះថាលូណាអាឡាយចាប់ផ្ដើមបើកមើលសៀវភៅមួយក្បាលហ្នឹងហើយក៏ឃើញពីសាច់រឿងដំបូងហើយតួអង្គនៅក្នុងហ្នឹងគឺដូចរឿងរបស់អាឡាយជាមួយនឹងលោកតកែស៊ឺមែនតើហើយមានអ្នកណាទៀតហ្នឹងគឺជាសាច់រឿងអតីតកាលរបស់អាឡាយជាមួយនឹងលោកតកែស៊ឺមុននឹងគាត់ស្លាប់ដោយសារតែការស្លាប់លោកតកែស៊ឺហ្នឹងហើយទៅក្រុមជើងកាងហ្នឹងតាមសម្លាប់អាឡាយលោកតកែស៊ឺ
ហ្នឹងគឺជាក្រុមបងធំដ៏ធំមួយហើយក៏មានក្រុមហ៊ុនឈ្មោះថាជីនស៊ីនតកែស៊ឺនៅពេលហ្នឹងគឺថាកំពុងតែរៀបចំផែនការនៅក្នុងការសម្លាប់ក្រុមបងធំមួយក្រុមទៀតព្រោះអីភ្នំមួយមិនអាចមានខ្លាពីរនោះទេដោយសារតែអាឡាយជាមួយនឹងគ្នាប្រមាណអ្នកទៀតហ្នឹងសិតតែជាកូនចៅដែលទៅចូលថ្មីអញ្ចឹងហើយគាត់ក៏សូមជ្រើសរើសអ្នកដែលស្ម័គ្រចិត្តនៅក្នុងការសម្លាប់សត្រូវរបស់គាត់ហើយអាឡាយរបស់យើងហ្នឹងគឺគេអានសាច់រឿងតែប៉ុណ្្នឹងហើយគេឡើងភ្ញាក់ផ្អើលជាមួយនឹងការនិពន្ធរបស់លូណាគេថាហេតុអីក៏លូណាហ្នឹងនិពន្ធពីសាច់រឿងរបស់គេហើយតែដឹងមកពីណាហើយមិនក៏ស្គាល់លោកបងធំនឹងដែរអញ្ចឹងណាជាពិសេសគឺបានដឹងពីរឿងដែលគេហ្នឹងលួចកាច់ឈើទូទាយទៀតវាមិនអាចនោះទេដែល4នាក់នោះគឺលួចប្រាប់លូណាណាព្រោះវាមិនអាចទៅរួចអញ្ចឹងអាឡាយហ្នឹងក៏អានសាច់រឿងហ្នឹងជាបន្តទៀតដែលយើងបានដឹងពីរឿងឈើទូទាយដោយសារតែមិនមាននរណាគេស្ម័គ្រចិត្តទៅធ្វើការសម្លាប់សត្រូវរបស់លបងស៊ឺហ្នឹងក៏ឲ្យពួកគេហ្នឹងចាប់ឈើទូទាយហ្នឹងថានរណាគេដែលបានលេខធំជាងគេជាអ្នកទៅសម្លាប់សត្រូវគាត់ទៅហើយមានអីពេលហ្នឹងគឺអាឡាយចាប់បានលេខ99គឺវាធំជាងគេអាឡាយភ័យពេកមិនដឹងធ្វើមិនក៏កាច់កតុយចោលទៅហើយឈើហ្នឹងវាក៏ខ្លាចថាជាឈើដែលមានលេខ19ណាប៉ុន្តែចៃដន្យអីម្នាក់ចុងក្រោយគេនោះគឺជាឈើ19ពិតប្រាកដអាឡាយក៏អង្វរលោកតកែស៊ឺសុំឲ្យអ្នកផ្សេងហ្នឹងទៅជំនួសគេព្រោះគេមិនក្លាហានគ្រប់គ្រាន់តតែលោកតកែស៊ឺគឺថាគម្រាមទៅក្នុងការសម្លាប់ប្អូនស្រីរបស់គេដែលអ្នកធ្វើការនៅនឹងដែរហើយនឹងអាយុជីវិតរបស់អាឡាយទៅអាឡាយហ្នឹងគេក៏យកព្រមទៅហើយនៅក្នុងយប់ហ្នឹងគឺអាឡាយហ្នឹងក៏មកជួបជាមួយនឹងលោកអធិការហួងដែលជាមេរបស់គេពីផែនការនៅក្នុងការសម្លាប់បងធំឡុងឈីហើយស្អែកហ្នឹងគឺបងធំឡុងឈីហ្នឹងនឹងទៅលេងម៉ាជាងហើយប៉ុន្តែគឺអាឡាយគេមិនហ៊ានសម្លាប់មនុស្សទាំងកណ្ដាលថ្ងៃអញ្ចឹងទេអធិការហួងក៏ប្រាប់អាឡាយថាកុំឲ្យព្រួយបារម្ភអីធ្វើទៅតាមផែនការទៅគឺគាត់នឹងបញ្ជូនមនុស្សម្នាក់ឲ្យទៅជួយអាឡាយហើយដើម្បីជួបជាមួយនឹងម្នាក់ហ្នឹងអាឡាយត្រូវស្គាល់កូដសម្ងាត់របស់ពួកគេគឺជាប្រអប់ដឹកជញ្ជូនអញ្ចឹងហើយគឺថ្ងៃបន្ទាប់មកអាឡាយហ្នឹងក៏ទៅចាំនៅកន្លែងគោលដៅរបស់គេហើយព្យាយាមនិយាយពាក្យថាប្រអប់ដឹកជញ្ជូនជាមួយនឹងអ្នកដែលបានឆ្លងកាត់ហើយអ្នកដែលចម្លែកគិតថាគឺជាគ្នារបស់គេតែចិត្តដល់ម៉ោងទៅហើយអាឡាយនៅតែមិនទាន់រកឃើញអ្នកនឹងមកជួយគេបែរជាជួបជាមួយនឹងក្រុមប៉ូលីសដែលកំពុងដើរមកអាឡាយអញ្ចឹងអាឡាយក៏ទម្លាក់កំភ្លើងចូលទៅក្នុងធុងប្រអប់ដែលគេដាក់សម្បត្តិនោះសិនក្រុមប៉ូលីសហ្នឹងក៏នាំគ្នាមកឆែកឆេររកអាវុធពីលើខ្លួនរបស់អាឡាយព្រោះដឹងថាអាឡាយជាជនពីប៉ុន្តែប៉ូលីសម្នាក់នៅក្នុងចំណោមហ្នឹងមានឈ្មោះថាអាចារ្យគឺជាអ្នកដែលធ្លាប់រៀនជាមួយនឹងអាឡាយដែរតែកាលពីមុនហ្នឹងគឺអាឡាយតែងតែមើលងាយទៅកាន់អាចារ្យអញ្ចឹងអាចារ្យគេខ្លាចតែជាប៉ូលីសគេក៏ចាប់ផ្ដើមរបៀបថាធ្វើបាបអាឡាយម្ដងទោះបីជាឆែកលើខ្លួនរបស់អាឡាយហើយអត់មានឃើញអាវុធអីក៏ដោយក៏អាចារ្យហ្នឹងគេនិយាយថាអូស្បែកជើងគេប្រឡាក់ជួយស្បែកជើងគេសិនមកមុននឹងចាក់ចេញទៅអាឡាយមិនតបតគេក៏ឲ្យជួយស្បែកជើងនឹងមែនប៉ុន្តែពេលដែលគេក៏លេចមើលទៅកាន់បនលបាយហ្នឹងឃើញមានក្រុមជើងកាំងមួយក្រុមប្រមាណនេះហ្នឹងដើរចូលទៅក្នុងនោះដូច្នេះហើយអាឡាយរបៀបថាចង់កិច្ចពីការសម្លាប់នឹងគេក៏ធ្វើជាទាស់ពាក្យសម្ដីជាមួយនឹងអាចារ្យបន្តទៀតដែលមើលងាយទៅកាន់អាចារ្យអញ្ចឹងហើយអាចារ្យហ្នឹងបីនឹងចាប់ខ្លួនអាឡាយទៅកាន់ប៉ូលីសហើយប៉ុន្តែចៃដន្យអីគឺអាឡាយហ្នឹងក៏ធ្វើឲ្យជ្រុះនៅអាឈើចាប់របស់គេអាចារ្យគេក៏បានដឹងពីដំណើរដើមតងនៃឈើមួយហ្នឹងអញ្ចឹងហើយគេក៏ដឹងថាអាឡាយហ្នឹងកំពុងតែបោកគេប្រើឲ្យគេហ្នឹងចាប់ខ្លួនអាឡាយទៅប៉ូលីសអញ្ចឹងហើយអាឡាយក៏កិច្ចវេពីការសម្លាប់លោកបោឡុងឈីប៉ុន្តែគេមិនជួយអាឡាយនោះទេឲ្យអាឡាយហ្នឹងចូលទៅស្លាប់ទៅធ្វើជាឃាតករហ្នឹងទៅពួកគេហ្នឹងក៏នាំគ្នាដោះលែងអាឡាយហើយអាឡាយហ្នឹងគេក៏ទៅរាវធុងប្រអប់សមុទ្រហ្នឹងដែលគេបានតម្លាក់កំភ្លើងចូលមុនហ្នឹងប៉ុន្តែគេមិនអាចបើកប្រអប់សមុទ្រហ្នឹងបានទេព្រោះគេមានម៉ោងរបស់គេដើម្បីបើកគឺនៅម៉ោង 3:40 ទៅមានអ្នកមកបើកប្រអប់សមុទ្រហ្នឹងអាឡាយក៏ជួបជាមួយនឹងអ្នកស្គាល់គ្នាម្នាក់ទៀតគឺជាប្អូនស្រីផៃយីងហ្នឹងគឺធ្វើការឲ្យលបងស៊ឺដែរប៉ុន្តែធ្វើនៅឯហាងសម្លៀកបំពាក់ហើយអ្នកទាំងពីរហ្នឹងគឺបានធំធាត់ឡើងមកជាមួយនឹងគ្នានៅពេលដែលចូលធ្វើការជាមួយនឹងក្រុមបងស៊ឺហ្នឹងពួកគេហ្នឹងក៏មើលថែគ្នាទៅវិញទៅមកគ្រាន់តែអាឡាយចាត់ទុកផៃយីងហ្នឹងគឺជាប្អូនស្រីប៉ុណ្ណោះហើយក៏បបួលផៃយីងហ្នឹងចាក់ចាញ់ពីក្រុមបងធំហ្នឹងជាមួយនឹងគ្នាប៉ុន្តែផៃយីងហ្នឹងគេមិនយកព្រមចាក់ចាញ់នោះទេហើយស្រាប់ពេលហ្នឹងគឺឡានរបស់លបងស៊ឺហ្នឹងក៏បានមកដល់ចាប់ខ្លួនរបស់ផៃយីងចូលឡានតកែស៊ឺហ្នឹងក៏គម្រាមអាឡាយគេថាគឺគេនឹងបកគោលផៃយីងឲ្យអាឡាយវិញនៅពេលដែលអាឡាយបញ្ចប់តួនាទីរបស់ខ្លួនអញ្ចឹងអាឡាយហ្នឹងក៏បញ្ញាប់តាក់ទងទៅខាងប៉ូលីសដើម្បីជួបជាមួយនឹងលោកអធិការហួងសួរនាំពីអ្នកដែលនឹងមកជួយគេប៉ុន្តែបែរជាអាឡាយទទួលបានដំណឹងថាគឺលោកអធិការហួងហ្នឹងគ្រោះថ្នាក់ចរាចរណ៍ស្លាប់បាត់បង់ជីវិតបាត់ហើយអាឡាយក៏អស់សង្ឃឹមខ្លាំងមែនទែនព្រោះមានតែលោកអធិការហួងនោះទេដែលជាអ្នកដឹងពីអត្តសញ្ញាណពិតប្រាកដរបស់គេព្រោះគេស្ថិតក្រោមការគ្រប់គ្រងរបស់លោកអធិការហួងហើយបន្ទាប់ពីគេចប់បេសកកម្មមួយនេះហើយគឺគេនឹងអាចទទួលបានងារជាប៉ូលីសរបស់គេមកវិញឯប៉ុន្តែឥឡូវហ្នឹងអ្នកដែលបានដឹងពីប្រវត្តិរបស់គេហ្នឹងក៏បានស្លាប់បាត់ហើយឲ្យគេនឹងធ្វើអីទៀតតែអាឡាយគេក៏មានកំហឹងនៅក្នុងចិត្តអញ្ចឹងហើយគេក៏មានភាពក្លាហាននៅក្នុងការសម្រុកចូលទៅកាន់បនលបាយដើម្បីធ្វើការសម្លាប់លោកតកែឡុងឈីអាឡាយហ្នឹងគឺពិតជាខ្លាំងប៉ាកែមែនចូលទៅគឺថាវាយកូនចៅលោកតកែឡុងឈីហ្នឹងឡើងដេកដួលព្រាតរួចហើយក៏គប់កបិតហ្នឹងដៃស្លឹកកញ្ចៀកលោកតកែឡុងឈីបន្ទាប់មកក៏ញាត់កំភ្លើងហ្នឹងចូលទៅកាន់មាត់របស់គាត់ទៀតប៉ុន្តែទាំងអស់នេះគឺជាភាពក្លាហានដែលលូណាហ្នឹងបានសរសេរឲ្យអាឡាយបណ្ដោះតែការពិតទៅជាក់ស្ដែងពេលហ្នឹងអាឡាយគឺមិនបានក្លាហានដល់ថ្នាក់ហ្នឹងទេដោយសារតែអត់មានកំភ្លើងឯអាឡាយគេក៏យកកណាត់ហូបដៃរបស់គេហ្នឹងដូចជាកំពុងតែកាន់កំភ្លើងរួចហើយក៏សម្រុកចូលទៅកាន់បនលបាយស្រែកសួររលោកតកែឡុងឈីប៉ុន្តែចូលទៅឲ្យសិតតអ្នកកាន់អាវុធឡើងពេញហ្នឹងតែម្ដងតែពួកហ្នឹងគឺនៅក្នុងក្រុមលោកបងឡុងឈីដែរទេប៉ុន្តែវាថាពួកគេដោយរបៀបថាចង់បះបោអញ្ចឹងណាក៏ចង់សម្លាប់លោកបងឡុងឈីអាឡាយគិតថានឹងដកខ្លួនប៉ុន្តែដកមិនរួចនៅទេទៅគេហ្នឹងក៏លើកដៃរបស់គេឡើងភ្យងដូចជាកំភ្លើងអញ្ចឹងតែហើយត្រូវគេចាប់បានដែរថាអត់មានកំភ្លើងមកហ្នឹងហើយពេលហ្នឹងសង្គ្រាមវិកៈបះបោហ្នឹងក៏បានផ្ទុះឡើងដែរលោកបងឡុងឈីហ្នឹងគឺដូច
ជាកំពុងអាចារ្យប្រៀបគេហើយអាឡៃមើលទៅដូចជាមិនដាច់ចិត្តក៏ចូលទៅជួយសង្គ្រោះរបស់ឡុងឈីអញ្ចឹងទៅពួកគេនឹងក៏ជួយគ្នាទៅវិញទៅមកពេលហ្នឹងឆ្លៀតឱកាសក៏អាចរត់ចេញមកខាងក្រៅតែជាល្មមចៃដន្យហ្នឹងអ្នកបើកប្រអប់សបុតហ្នឹងក៏មកដល់ទៀតអាឡៃក៏អាចយកកំភ្លើងរបស់គេបានហើយពួកគេនឹងក៏បានបង្វែរដានឲ្យក្រុមជើងកាងហ្នឹងគឺរត់ទៅផ្លូវផ្សេងហើយអាឡៃគេក៏ដកកំភ្លើងមកភ្ជុងលោកបងឡុងឈីឲ្យទៅជួយជាមួយនឹងតកែស៊ឺជាមួយនឹងគេព្រោះអីគេធ្វើអញ្ចឹងដោយសារចង់ជួយអាយុជីវិតប្អូនស្រីរបស់គេដែរទេបើសិនជាមិនទៅជាមួយនឹងគេអញ្ចឹងគេនឹងសម្លាប់ចោលហើយលោកតកែឡុងឈីមានតែខ្លាចណាគាត់គិតថាបើសិនជាអាឡៃចង់សម្លាប់គាត់គឺមិនជួយគាត់ទេមុនហ្នឹងប៉ុន្តែការដែលអាឡៃជួយលោកបងឡុងឈីហ្នឹងក៏ព្រោះថាគេមើលដឹងថាលោកបងឡុងឈីហ្នឹងក៏ជាប៉ូលីសបង្កប់ដូចគេដែរពួកអីលោកបងឡុងឈីវាយគ្នាមុនហ្នឹងគឺជា3ក្បាច់រត់គេចខ្លួនរបស់ក្រុមប៉ូលីសពួកគេក៏តែបានស្គាល់ពីប្រវត្តិគ្នាអញ្ចឹងហើយពួកគេហ្នឹងក៏រួមដៃជាមួយនឹងគ្នាដើម្បីបោកលោកតកែស៊ឺគឺអាឡៃក៏ច្រកលោកបងឡុងឈីហ្នឹងចូលករុងរួចហើយក៏អូសយកទៅឲ្យលោកតកែស៊ឺអញ្ចឹងណាប៉ុន្តែអូដល់ក្នុងបន្ទប់គាត់ហ្នឹងស្រាប់តែឃើញលោកតកែស៊ឺហ្នឹងគឺថាកំពុងតែបៀតបៀនទៅកាន់ប្អូនស្រីរបស់គេអាឡៃក៏ចូលទៅជួយភ័យយីងហើយក៏យកកបិតហ្នឹងភ្ជង់ទៅកាន់លោកតកែស៊ឺប៉ុន្តែបាច់ជាភ័យយីងហ្នឹងគឺនៅខាងលោកតកែស៊ឺលោកតកែស៊ឺក៏មានការភ្ញាក់ផ្អើលដែលអាឡៃហ្នឹងគឺនៅមានជីវិតដើម្បីមកជួបគាត់ទៀតហើយគាត់ក៏មានកំភ្លើងនៅក្នុងដៃចឹងហើយគាត់ក៏ភ្ជង់ក្បាលរបស់អាឡៃប៉ុនប៉ងនៅក្នុងការសម្លាប់អាឡៃតែអាឡៃក៏សំណាងល្អក៏ដោយសារតែលបឡុងឈីដែលនៅក្នុងក្រុងហ្នឹងគឺគាត់បានបាញ់សម្លាប់លោកតកែស៊ឺដោយសារតែស្នូក្រកំភ្លើងកូនចៅលោកតកែស៊ឺហ្នឹងក៏បានសម្រុកចូលមកចឹងហើយពួកគេទាំងពីរនាក់ហ្នឹងក៏បញ្ញាប់ហូតកិច្ចខ្លួនទៅពេលពួកគេកំពុងនៅតាមផ្លូវអាឡៃហ្នឹងក៏សួរលបងឡុងឈីថាតើលបងនឹងធ្វើអីជាបន្តទៀតឡុងឈីហ្នឹងក៏ផ្ដល់ចម្លើយថាគឺគាត់នឹងត្រឡប់ទៅកាន់ក្រុមបងធំរបស់គាត់វិញដើម្បីបន្តតំណែងជាអ្នកដឹកនាំនឹងឯងព្រោះអីលោកប៉ូលីសហងហ្នឹងបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍បាត់ហើយឡុងឈីនិយាយអញ្ចឹងក៏ធ្វើអាឡៃហ្នឹងគឺចាប់បានបដ ដោយថាគឺឡុងឈីនឹងតាក់ទងជាមួយនឹងការស្លាប់របស់លោកអធិការហងពួកអីពេលដែលគាត់មានគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគឺឡុងឈីនៅឯបនលបាយនៅឡើយហ្នឹងមិនក៏ដឹងពីព័ត៌មានហ្នឹងឡុងឈីគឺធ្វើជាបងធំនៅក្នុងក្រុមជើងការហ្នឹងអស់ពេល8ឆ្នាំហើយដែលគាត់ហ្នឹងគឺមិនអាចចាក់ចែងពីផ្លូវមួយហ្នឹងបានទេហើយដែលលោកអធិការហងហ្នឹងគឺបានស្លាប់ហើយអត់មាននរណាគេអាចបញ្ជាក់ពីអត្តសញ្ញាណរបស់អាឡៃបានទេទៅគាត់ហ្នឹងក៏បបួលអាឡៃហ្នឹងចូលមកគ្រប់គ្រងក្រុមកូនចៅបងធំហ្នឹងជាមួយនឹងគាត់ដែរក៏ប៉ុន្តែអាឡៃហ្នឹងគេមិនយកព្រមព្រោះអីគេគឺជាប៉ូលីសទៅលោកបោឡុងឈីហ្នឹងគឺបានបាញ់សម្លាប់អាឡៃសំណាងល្អហ្នឹងគឺអាឡៃហ្នឹងបានពេលអាវការពីគ្រាប់ដែលលោកអធិការហងហ្នឹងឲ្យគេចឹងហើយមួយគ្រាប់ហ្នឹងគឺមិនបានសម្លាប់គេនោះទេឡុងឈីក៏ប្រុងបាញ់ក្បាលរបស់អាឡៃប៉ុន្តែក៏ភ្លើងហ្នឹងគឺវាមានតែមួយគ្រាប់នោះទេអញ្ចឹងទៅអាឡៃហ្នឹងក៏វាយទៅកាន់ឡុងឈីឡើងទូសាយតែគេវាយហ្នឹងមិនទាន់ឲ្យស្លាប់នោះទេវាយដើម្បីបញ្ចេញកំហឹងសងសឹកឲ្យលោកអធិការហងដែលបានស្លាប់ទៅរួចហើយក៏ចង់បញ្ជូនឡុងឈីហ្នឹងទៅកាន់ប៉ោះប៉ូលីសឲ្យប៉ូលីសអ្នកដោះស្រាយឡុងឈីក៏តដៃជាមួយនឹងអាឡៃចឹងទៅអាឡៃហ្នឹងគេក៏បានសំពងឡុងឈីហ្នឹងម្ដងទៀតរួចហើយក៏ដាក់មួយដៃចំកណ្ដាលក្បាលហ្នឹងក៏ឡុងឈីហ្នឹងដាច់ខ្យល់ប៉ាត់តែម្ដងតែការប៉ិនហ្នឹងគឺថាដាច់ចកេះទៀតហើយការដែលឡុងឈីហ្នឹងស្លាប់ដោយសារអាឡៃសម្លាប់ហ្នឹងគឺជាការនិពន្ធរបស់លូណាប៉ុណ្ណោះអាឡៃគឺនៅតែតាំងចិត្តថាជាប៉ូលីសចឹងហើយគេមិនអាចសម្លាប់មនុស្សផ្ដេសផ្ដាសបានឡើយគេគ្រាន់តែចាប់ខ្លួនរឿងហេតុដែលបានកើតឡើងមែនតើនៅពេលដែលឡុងឈីហ្នឹងគឺបានបាញ់មួយគ្រាប់ទៅកាន់អាឡៃគឺមាន2នាក់នោះគេកំពុងតែកាន់ស្លាកយីហោនៅខាងលើឬស្នូក៏ភ្លើងចឹងទៅពួកគេក៏របូតដៃខ្លះអាស្លាកយីហោហ្នឹងគឺមកកិនឡុងឈីហ្នឹងបែកក្បាលស្លាប់ហ្នឹងតែម្ដងអាឡៃបន្ទាប់ពីអានសាយរឿងដែលលូណាបានសរសេរហើយគេក៏មានសំណួរទៅកាន់លូណាម្ដងទៀតតើលូណាជាអ្នកណាពិតប្រាកដហេតុអីក៏ដឹងថាគេហ្នឹងគឺជាប៉ូលីសបង្កប់ខ្លួនយើងក៏បន្តដែលអាឡៃហ្នឹងគឺដើរចូលទៅកាន់ប៉ោះប៉ូលីសតែមិនចូលទៅសារភាពតកំហុសអីនោះទេគឺគេអាចធ្វើការនៅប៉ោះប៉ូលីសបានហើយទោះបីជាលោកអធិការហងគាត់បានស្លាប់ទៅក៏ពិតមែនប៉ុន្តែគឺគាត់បានផ្ដាំគ្នារបស់គាត់មិត្តភ័ក្ដិគាត់ហ្នឹងលោកអធិការចាងហ្នឹងឲ្យធ្វើការប្រម៉ូតអាឡៃបន្ទាប់ពីអាឡៃហ្នឹងបំពេញបេសកកម្មហ្នឹងហើយអធិការចាងក៏ធ្វើការណែនាំអាឡៃហ្នឹងឲ្យក្រុមប៉ូលីសហ្នឹងបានស្គាល់ថាគេហ្នឹងគឺជា officer ថ្មីហើយក៏ណែនាំឲ្យអាចារ្យហ្នឹងបានស្គាល់គ្នាដែរអាចារ្យហ្នឹងក៏រាក់ទាក់ជាមួយនឹងអាឡៃហើយក៏សុំទោសចំពោះរឿងយកច្រឡំដែលគេហ្នឹងបានធ្វើទៅកាន់អាឡៃតែអាឡៃគេឡើងខ្មើជាមួយនឹងអាចារ្យវិញដែលគេហ្នឹងមិនទទួលស្គាល់ទេអធិការចាងក៏រៀបចំទូនាទីឲ្យអាឡៃហ្នឹងគឺធ្វើជាអ្នក report របាយការណ៍រឿងក្តីតែអាឡៃគឺគេអត់ចង់ធ្វើរបាយការណ៍ទាំងអស់ហ្នឹងទេគឺគេចង់ដើរបំបែករឿងក្តីកាន់សំណុំរឿងដោយខ្លួនឯងអធិការចាងគឺគាត់មិនទាន់យកព្រមជាមួយនឹងអាឡៃនោះទេប៉ុន្តែគឺគាត់ឲ្យតំណែងមួយរៀងធំដែរគឺឲ្យអាឡៃហ្នឹងគឺធ្វើជាប្រធានអ្នកដែលគ្រប់គ្រងរបាយការណ៍រឿងក្តីទាំងអស់ហ្នឹងតែម្ដងទៅនៅពេលដែលមានរឿងក្តីអីគឺអាឡៃនឹងដឹងមុនគេហើយមួយទៀតគឺលោកអធិការចាងហ្នឹងក៏បកគោលមេដៃដែលលោកអធិការហងហ្នឹងគឺផ្ញើទុកនៅអង្គគាត់ទុកឲ្យអាឡៃនៅពេលដែលអាឡៃហ្នឹងបញ្ចប់បេសកកម្មរបស់ខ្លួនមេដៃហ្នឹងគឺជាមេដៃកិត្តិយសណាអញ្ចឹងទោះបីជាអាឡៃហ្នឹងធ្វើជាប៉ូលីសបង្កប់ជាមួយនឹងក្រុមជនពីប៉ុន្តែគឺគេហ្នឹងធ្វើការងារហ្នឹងបានល្អខ្លាំងមែនតើរួចហើយអាឡៃហ្នឹងក៏មកមើលលូណាដើម្បីចង់ដឹងពីស្ថានភាពរបស់លូណាគ្រូពេទ្យក៏ប្រាប់ថាលូណាហ្នឹងគឺបានរៀងធូរសះស្បើយឯងក៏ប៉ុន្តែនៅពេលណាដែលនាងដឹងខ្លួនក៏គ្រូពេទ្យមិនទាន់អាចថាបានទេអាឡៃក៏ចង់ដឹងថាមានវិធីណាដែលអាចនឹងធ្វើឲ្យនាងហ្នឹងឆាប់ដឹងខ្លួនឬមួយក៏អត់លោកគ្រូពេទ្យហ្នឹងគឺគាត់មិនអាចបកស្រាយបានប៉ុន្តែគាត់ធ្លាប់ជួបករណីដូចលូណាអញ្ចឹងដែលក្រុមគ្រួសារអ្នកជំងឺហ្នឹងគឺតែងតែព្យាយាមនិយាយជាមួយនឹងអ្នកជំងឺដែលកំពុងតែសន្លប់ហ្នឹងពីអតីតកាលរបស់ម្នាក់ហ្នឹងរហូតតម្នាក់ហ្នឹងបានដឹងខ្លួនប៉ុន្តែអាឡៃគឺមិនស្គាល់គ្រួសាររបស់លូណានោះទេអត់ដឹងពីរឿងរបស់លូណាមិនដឹងថានិយាយបែបណាជាមួយនឹងលូណាប៉ុន្តែដោយសារនៅជាប់ខ្លួនរបស់លូណាហ្នឹងមានបឡោមលោកអញ្ចឹងអាឡៃក៏គិតថាមានតែនិទានរឿងបឡោមលោកដែលលូណាហ្នឹងបាននិពន្ធមកទេទើបអាចនឹងធ្វើឲ្យលូណាហ្នឹងឆាប់ដឹងខ្លួនអាឡៃក៏យកសៀវភៅបឡោមលោកនៅក្នុងចំ
ណោមហ្នឹងយកមកអានហើយសាច់រឿងនៃប្រឡោមលោកហ្នឹងគឺជាតួអង្គដែលនៅក្នុងប្រឡោមលោកហ្នឹងចេញមកខាងក្រៅតួអង្គស្រីនៅក្នុងសាច់រឿងហ្នឹងគឺមានឈ្មោះថាលូណាអាឡៃក៏គិតថាបែរជាលូណាហ្នឹងនិពន្ធរឿងខ្លួនឯងហីអាឡៃចាប់ផ្ដើមអានសាច់រឿងហ្នឹងតែម្ដងដែលមានអ្នកនិពន្ធប្រុសម្នាក់គឺជាអ្នកនិពន្ធរឿងប្រឡោមលោកដែលគេមានឈ្មោះថាជឺតានក្នុងបន្ទប់របស់ជឺតានក៏ស្រាប់តែដាច់ភ្លើងហើយក៏លេចវត្តមានរបស់លូណាដែលជាតួអង្គនៅក្នុងរឿងប្រឡោមលោកដែលជឺតានហ្នឹងបាននិពន្ធជឺតានឡើងភ័យខ្លាំងមែនទែនដែលមិនស្គាល់ថាលូណាហ្នឹងជាតាណាហើយមានស្លៀកពាក់រ៉ូបសឲ្យសុទ្ធតែឈាមមានកភ្លើងនៅក្នុងដៃទៀតលូណាហ្នឹងក៏ប្រាប់ថាគេគឺជាតួអង្គនៅក្នុងសាច់រឿងដែលជឺតានហ្នឹងបាននិពន្ធភ្លេចគេហើយមែនគេគឺជាតួអង្គមិនសំខាន់ទៅមិនចាំបែបហ្នឹងជឺតានហ្នឹងក៏ឆ្លើយតបវិញថាអត់ទោសអ្នកនាងអានរឿងប្រឡោមលោកច្រើនពេកមែនទៅធ្វើឲ្យមានបញ្ហាខួរក្បាលអញ្ចឹងលូណាអត់បកស្រាយច្រើននៃកភ្លើងនៅក្នុងដៃហ្នឹងទៅមកហើយក៏ប្រាប់សាច់រឿងទៅថាគេហ្នឹងគឺជាលូណាតួអង្គចាញ់ពីសៀវភៅដែលជឺតានហ្នឹងបាននិពន្ធឲ្យសាច់រឿងហ្នឹងគឺថាលូណាហ្នឹងជាមួយនឹងកូនកំលោះហ្នឹងបានបាញ់គ្នានៅឯព្រះវិហារដើម្បីក្តីស្នេហារបស់ពួកគេតែចុងក្រោយបែរជាកូនកំលោះហ្នឹងគឺសម្រាប់គេទៅវិញហើយលូណាហ្នឹងវាថាស្អប់អ្នកនិពន្ធហ្នឹងហ្មងណាហេតុអីទៅស្នេហារបស់គេគឺថាបានដល់ត្រោយសុភមង្គលហើយហេតុអីបានជានិពន្ធឲ្យកូនកំលោះហ្នឹងជាមានចិត្តខូខើសម្រាប់កូនកំមុំចឹងលូណាក៏បំផ្លាញ script ដែលជឺតានហ្នឹងបានសរសេរចោលកន្លែងហ្នឹងហើយក៏ភ្យងកំភ្លើងទៅកាន់ជឺតានឲ្យជឺតានហ្នឹងបញ្ញាប់សរសេរសាច់រឿងឲ្យគេសារថ្មីមកឲ្យគេហ្នឹងបានបញ្ចប់ដោយភាពរីករាយជឺតានខ្លាចលូណាហ្នឹងបាញ់សម្លាប់គេមែនតើក៏យកព្រមនៅក្នុងការកែសាច់រឿងហ្នឹងម្ដងទៀតលូណាហ្នឹងគេថាគេគឺជាតួអង្គមិនសំខាន់អញ្ចឹងគេមិនសុំអីច្រើននោះទេសុំតែថាត្រឹមតែសរសេរឲ្យគេហ្នឹងបញ្ចប់ដោយមានមង្គលការដែលរីករាយជាមួយនឹងកូនកំលោះរបស់គេទៅមុននឹងសរសេរបន្ថែមជឺតានក៏សួរលូណាតើលូណាហ្នឹងចង់បានកូនកំលោះបែបម៉េចកូនកំលោះដែលលូណាចង់បានហ្នឹងគឺជាកូនកំលោះដែលសង្ហាមានភាពថ្លៃថ្នូរដូច្នេះសាច់រឿងថ្មីរបស់លូណាគឺលូណាហ្នឹងត្រូវឪពុករបស់គេហ្នឹងដឹកដៃចូលទៅក្នុងពិធីមង្គលការចូលជាមួយនឹងកូនកំលោះដែលលូណាហ្នឹងចង់បានតែសាច់រឿងហ្នឹងគឺថាអត់ទាន់ចប់ដោយភាពរីករាយនោះទេគឺជឺតាណាបន្ថែមនៅតួអង្គកូនកំលោះមួយទៀតដែលចូលមកដណ្ដើមគ្នាអញ្ចឹងកូនកំលោះទាំងពីរនាក់ហ្នឹងគឺថាវាយគ្នាឡើងពេញព្រះវិហារហ្នឹងតែម្ដងដើម្បីដណ្ដើមកូនកំមុំលូណាហ្នឹងក៏ឆ្ងល់ជាមួយជឺតានហ្នឹងចេះនិពន្ធប្រឡំលោកអត់ហ្នឹងមិនបាននិពន្ធអញ្ចឹងណាជឺតានគេក៏តបវិញហាឲ្យតួអង្គកូនកំលោះពីរនាក់ដណ្ដើមគ្នាហើយនាងមិនពេញចិត្តទៀតឥឡូវឲ្យសំខាន់ឯលូណាហ្នឹងក៏ឆ្ងល់ទៀតថាគេហ្នឹងមានឪពុកមកពីណាមិនក៏មានឪពុកនៅក្នុងសាច់រឿងរបស់គេអញ្ចឹងគេគឺជាកូនកំព្រានោះទេជឺតានក៏ប្រាប់ថាអត់បញ្ហាចាំគេនឹងសរសេរម្ដងទៀតក៏បានដែរហើយលូណាក៏បញ្ជាក់ថាជឺតានភ្លេចឯមែនគេគឺជាឃាតករហើយការរៀបការរបស់គេគួរតែមានទស្សនវិជ្ជាបែបណាអញ្ចឹងសាច់រឿងដែលបានសរសេរម្ដងទៀតគឺលូណាចូលទៅកាន់ព្រះវិហារហ្នឹងដោយតែម្នាក់ឯងនោះទេហើយកូនកំលោះហ្នឹងគឺដដែលប៉ុន្តែនៅក្នុងកំឡុងពិធីមង្គលការហ្នឹងគឺកូនកំលោះនិងកូនកំមុំមកចិត្តនឹងបានថើបគ្នាស្រាប់តែមានឃាតករហ្នឹងចូលមកអុកឡុកតែកូនកំលោះហ្នឹងក៏មានភាពកំសាកខ្លាំងមែនតើយកកូនកំមុំហ្នឹងយកទៅរងគ្រាប់ជំនួសអញ្ចឹងហើយគឺថាលូណាដាក់ឡើងទូកសាយហើយលូណានៅក្រៅនេះវិញគេកំពុងតែភ្ជុំកំភ្លើងហ្នឹងទៅកាន់ជឺតានម្ដងទៀតតែសាច់រឿងម្ដងណាក៏មិនត្រូវចិត្តរបស់លូណាដែរតែជឺតានហ្នឹងគេក៏ថារឿងរបស់គេអ្នកនិពន្ធគេចង់សរសេរមិនក៏បានដែរលូណាក៏ភ្ជុំកំភ្លើងចំក្បែររបស់ជឺតានឲ្យទៅសរសេរម្ដងទៀតឲ្យលឿនមកអញ្ចឹងជឺតានក៏ទៅសរសេររឿងហ្នឹងទាំងកំហឹងគេសរសេរបញ្ចប់ជីវិតរបស់លូណានៅក្នុងសាច់រឿងតែម្ដងហើយលូណាហ្នឹងគេក៏សម្រក់ទឹកភ្នែកទៅជឺតានហ្នឹងឈប់សរសេរមកនិយាយជាមួយនឹងលូណាថាលូណាយំធ្វើអីសាច់រឿងហ្នឹងគឺគេបានសរសេរយូរណាមួយលូណាមិនមែនជាតួអង្គសំខាន់អញ្ចឹងទៅគឺគេនឹកឃើញអីគេក៏សរសេរហ្នឹងលូណាក៏រៀបរាប់ឲ្យជឺតានហ្នឹងយល់ពីអារម្មណ៍របស់គេដែលគេហ្នឹងមិនមែនត្រឹមតែជាតួអង្គក្នុងរឿងទេណាប៉ុន្តែរឿងហេតុរឿងដែលជឺតាននឹងនិពន្ធមកគឺវាកាត់ឡើងចំពោះគេហើយវាមិនល្អនោះទេលូណាគឺជាក្មេងកំព្រាត្រូវឪពុកម្ដាយចិញ្ចឹមហ្នឹងរើសយកទៅចិញ្ចឹមប៉ុន្តែមិនមែនចិញ្ចឹមដូចជាកូនទេគឺចិញ្ចឹមបោកប្រើដើម្បីទទួលបានលុយដល់ពេលដែលលូណាធំឡើងក៏លក់លូណាហ្នឹងទៅបនស្រីហើយជីវិតលូណាគឺថាលំបាកខ្លាំងមែនតើជឿតានគេនិពន្ធតែខ្សែរឿងរបស់គេដើម្បីទាក់ទាញអ្នកអានប៉ុណ្ណោះគេមិនដឹងថារឿងរ៉ាវទាំងអស់ហ្នឹងគឺវាបានកើតឡើងទៅលើតួអង្គមានការជឿចាប់ចំពោះសាច់រឿងដែលគេនឹងសរសេរទេអញ្ចឹងដល់ពេលដែលដឹងការពិតរបស់លូណាហើយគេក៏សរសេរសាច់រឿងហ្នឹងម្ដងទៀតឲ្យលូណាដែលឲ្យលូណាហ្នឹងគឺរៀបរាប់មកចង់បានបែបម៉េចគឺគេនឹងសរសេរបែបហ្នឹងដូច្នេះសាច់រឿងថ្មីរបស់លូណាហ្នឹងគឺចាប់ផ្ដើមពីកន្លែងមង្គលការទៀតហើយកូនកំលោះចាស់ហ្នឹងគឺមិនមែនជាតួអង្គឯងទេជំនួសដោយជឿតានរបស់យើងគឺជាកូនកំលោះដែលទៅដណ្ដើមកូនកំមុំទៅក្នុងពិធីមង្គលការអញ្ចឹងពួកគេនឹងក៏បានរៀបការជាមួយនឹងគ្នាប៉ុន្តែនៅពេលដែលចប់កម្មវិធីការហើយស្រាប់តែមានក្រុមខ្មាន់កំភ្លើងនឹងសម្រុកចូលមកតែមិនមែនមកទៅដើមកូនកំមុំទេគឺមកសម្រាប់លូណាអានេះទៅពេញចិត្តរបស់លូណាពួកអីលូណាជាឃាតករមង្គលការរបស់គេមិនគួរណារបៀបថាស្ងប់ស្ងាត់ទេគួរតែមានភាពរំជើបរំជួលអញ្ចឹងឯងលូណាក៏បាញ់បោះជាមួយនឹងក្រុមឃាតករហ្នឹងយ៉ាងសប្បាយរីករាយដោយតែកំពុងតែលេងហ្គេមអញ្ចឹងឯងលូណារត់គេចពីក្រកកំភ្លើងយ៉ាងជំនាញតែម្ដងហើយជឿតានតួអង្គនៅក្នុងហ្នឹងគេក៏ចេះបាញ់គ្នាដែរពួកគេក៏រួមដៃគ្នាបាញ់សម្រាប់ក្រុមឃាតករហ្នឹងអស់ប៉ុន្តែសាច់រឿងរបស់លូណាអត់ទាន់សុំចាប់ត្រឹមហ្នឹងទេលូណាគេចង់ទៅសម្រាប់ឪពុកម្ដាយចិញ្ចឹមរបស់គេដែលធ្វើបាបគេកន្លងមកនោះទៀតតែជឿតានណាគេក៏ថាមិនបាច់ឲ្យលូណាហ្នឹងគឺប្រឡាក់ឈាមទេចាំគេហ្នឹងជួយសរសេរបន្ថែមគឺឲ្យពីរនាក់ហ្នឹងស្លាប់ដោយសារកាំងបេះដូងតែម្ដងទៅហើយបន្ទាប់ពីជឿតានណាបានធ្វើការកែសម្រួលរឿងរ៉ាវរបស់លូណានៅត្រង់កន្លែងហ្នឹងតាមអីដែលលូណាហ្នឹងចង់បានណាគឺសៀវភៅប្រឡោមលោកដែលជឿតានហ្នឹងបោះពុម្ពផ្សាយទៅមានអ្នកចូលចិត្តអានច្រើនខ្
ខ្លាំងមែនទែនហើយភាពល្បីល្បាញរបស់ពួកគេនឹងក៏បានកើនឡើងតាមហ្នឹងលូណាបានក្លាយទៅជាតួអង្គសំខាន់នៅក្នុងសាច់រឿងប្រឡោមលោកដែលមានចំណងជើងថាជីវប្រវត្តិលូណាហើយសភៅមួយហ្នឹងគឺថាកាន់តែលក់ដាច់ខ្លាំងឡើងលូណាក៏មានអារម្មណ៍ស្នេហាជាមួយនឹងជឺតានហើយក៏ចង់ប្រើប្រាស់ជីវិតធម្មតារបស់ខ្លួនហ្នឹងនៅក្បែរជឺតានតែយូរទៅគឺជឺតានហ្នឹងចាប់ផ្ដើមមានភាពអាត្មានិយមមានភាពលោភលន់តែនៅលើទីផ្សារបច្ចុប្បន្នហ្នឹងគឺមានសៀវភៅរបស់អ្នកនិពន្ធផ្សេងទៀតហ្នឹងកំពុងតែធ្វើការប្រកួតប្រជែងជាមួយនឹងសៀវភៅរបស់ជឺតានហើយលូណាហ្នឹងគេក៏ខានចេញសៀវភៅជីវប្រវត្តិលូណាហ្នឹងយូរហើយទៅជឺតានហ្នឹងក៏មកឲ្យលូណាហ្នឹងសរសេរបន្តទៀតតែលូណាគឺគេចង់បញ្ឈប់ការនិពន្ធហ្នឹងត្រឹមហ្នឹងហើយគេអត់ចង់និពន្ធអីបន្តទៀតនោះទេព្រោះលូណាគឺគេស្កប់ស្កល់នៅក្នុងជីវិតបច្ចុប្បន្នហើយដែលគេនឹងមានជើតាននៅក្បែរខ្លួនរបស់គេអញ្ចឹងហើយជីវប្រវត្តិរបស់លូណាដែលសរសេរនៅលើសាច់រឿងហ្នឹងគួរតែបញ្ចប់ត្រឹមហ្នឹងដែរជើតានលើហេតុផលរបស់លូណាគឺពិតជាចង់បញ្ឈប់ការសរសេរសៀវភៅហ្នឹងមែនក៏ធ្វើឲ្យគេនឹងចេញចរិតពិតតែម្ដងតែនិយាយខ្លាំងៗទៅកាន់លូណាគេថាលូណាហ្នឹងគឺជាតួអង្គសំខាន់នៅក្នុងសាច់រឿងអញ្ចឹងហើយលូណាគួរតែមានដំណើរជីវិតនៅក្នុងសាច់រឿងហ្នឹងឥតឈប់ឥតឈរដើម្បីតាក់ទាញអ្នកអានជើតានបន្ទាប់ពីនិយាយសម្ដីខ្លាំងដាក់លូណាហើយគេក៏បកមកនិយាយលួងលោមលូណាម្ដងតែគេថាលូណាហ្នឹងកំពុងតែហត់នឿយអស់កម្លាំងហើយអញ្ចឹងគេក៏ឲ្យលូណាហ្នឹងគឺសម្រាប់សិនទៅចាំគេហ្នឹងចោលទៅទិញអីយកមកឲ្យលូណាញ៉ាំតែលូណាហ្នឹងក៏សួរសំណួរទៅកាន់ជឺតានថាតើជឺតានហ្នឹងស្រឡាញ់គេឬមួយក៏អត់បើជឺតានមានការស្ទាក់ស្ទើរនៅក្នុងការផ្ដល់ចម្លើយមួយនេះហើយក៏មិនបានផ្ដល់ចម្លើយឲ្យលូណាគឺលូណាស្រាប់តែបាត់ខ្លួនពីជីវិតរបស់ជឺតានតែម្ដងចាប់ពីពេលហ្នឹងមកគឺថាជឺតានហ្នឹងធ្លាក់ខ្លួនតែម្ដងដែលគេហ្នឹងមិនអាចចេញភាគបន្តទៀតបានជឺតានក៏ចាប់ផ្ដើមញៀនជាមួយនឹងអាភៀនហើយក៏ទទួលរងនឹងការរិះគន់ពីសាររឿងដែលជឺតានហ្នឹងបាននិពន្ធគេគិតថាគឺជឺតានហ្នឹងមិនបាននិពន្ធឲ្យខ្លួនឯងទេប្រហែលជាមានអ្នកផ្សេងហ្នឹងអ្នកនិពន្ធឲ្យហើយជឺតានក៏ព្យាយាមនៅក្នុងការនិពន្ធសាច់រឿងបន្តរបស់លូណាអញ្ចឹងឥឡូវនេះគឺជឺតានហ្នឹងគេរហូតនឹងសាច់រឿងសរសេរហើយជឺតាននិពន្ធថានៅក្នុងយប់មួយហ្នឹងគឺគេបាននាំលូណាហ្នឹងទៅព្រះវិហារដើម្បីសារភាពពីស្នេហ៍របស់គេសុំលូណាហ្នឹងរៀបការហើយលូណាហ្នឹងក៏ប្រាប់ឲ្យជឺតានហ្នឹងគឺសុំហៅឈ្មោះពិតប្រាកដរបស់គេមកគឺចាងប៉ៅប៉ៅហើយអ្នកដែលអានសាច់រឿងប្រឡោមលោកមែនតើនេះវិញឃើញឈ្មោះចាងប៉ៅប៉ៅអញ្ចឹងគេស្រាប់តែនឹកឃើញទៅដល់រឿងក្តីដែលគេហ្នឹងបានឃើញរឿងក្តីហ្នឹងគឺដោះស្រាយអត់ទាន់ចាញ់នោះទេតាក់ទងជាមួយនឹងការបាត់មនុស្សហើយម្នាក់ហ្នឹងគឺមានឈ្មោះថាចាងប៉ៅប៉ៅដែរអញ្ចឹងរឿងប្រឡោមលោកមួយនេះដូចជាកំពុងតែបង្ហាញតម្រុយអីម្យ៉ាងមកកាន់អាឡាយហើយទៅអាឡាយហ្នឹងក៏បន្តអានសាច់រឿងទៀតបើជឺតានសុំលូណារៀបការហ្នឹងគឺលូណាហ្នឹងក៏យកព្រមរៀបការជាមួយនឹងជឺតានហើយព្រោះពួកគេពេលហ្នឹងដូចជាបង្ហាញបេះដូងស្មោះស្ម័គ្រជាមួយនឹងគ្នាប៉ុន្តែបែរជាជឺតានហ្នឹងគឺដូចទិញទឹកចិត្តរបស់លូណាអញ្ចឹងណាគេថាពួកគេហ្នឹងគឺបានខ្លាចជាគ្រួសារតែមួយអញ្ចឹងពួកគេគួរតែបន្តសរសេរសាច់រឿងជីវប្រវត្តិរបស់លូណាទៀតដែលគេសុំឲ្យលូណាហ្នឹងសរសេរតែ10ជំពូកទៀតប៉ុណ្ណោះលូណាភ្ញាក់ខ្លួនដឹងថាជឺតានហ្នឹងគឺនៅតែមានកំណត់អាត្មានិយមគេក៏ប្រាប់ថាសាច់រឿងដែលគេបាននិពន្ធមកហ្នឹងគឺជារបស់គេមិនមែនរបស់លោកនោះទេអញ្ចឹងសាច់រឿងរបស់ជឺតាននៅពេលហ្នឹងគេបញ្ចប់ដោយគេហ្នឹងគឺបានបាញ់សម្លាប់លូណាអាឡៃបន្ទាប់ពីអានរឿងហើយក៏ទទួលបានចម្លើយថាចាងប៉ាប៉ាដែលបានបាត់ខ្លួននោះគឺប្រហែលជាស្លាប់បាត់ហើយដោយសាររឿងបានចង្អុលបង្ហាញថាជឺតានហ្នឹងគឺបានសម្លាប់លូណាអញ្ចឹងថាតើសាកសពរបស់លូណាហ្នឹងលាក់នៅកន្លែងណាគិតចុះគិតឡើងនៅក្នុងសាច់រឿងហ្នឹងគឺលូណាហ្នឹងរៀបមង្គលការនៅឯព្រះវិហារទាំង5ដងហើយក៏ស្លាប់នៅឯព្រះវិហារទៀតដូច្នេះហើយអាឡៃហ្នឹងក៏ទទួលបានចម្លើយគេក៏បញ្ញាប់តាក់ទងទៅលោកអធិការចាងដែលគេនឹងប្រាប់ពីរឿងហេតុដែលគេនឹងទទួលបានតម្រុយពីករណីមនុស្សស្រីបាត់ខ្លួនហ្នឹងហើយអញ្ចឹងក៏ជម្រាបឲ្យលោកអធិការចាងហ្នឹងគឺហៅខ្លួនបរមម្នាក់ដែលបានធ្វើការដាក់ពាក្យបណ្ដឹងចំពោះករណីបាត់ខ្លួនមួយនេះហើយអាឡៃក៏ទៅកាន់ទីតាំងព្រះវិហារដែលជាព្រះវិហារគេបងចៅរចរឡើងគេក៏រកឃើញសាកសពរបស់ចាងប៉ៅប៉ៅហើយប៉ុន្តែគេក៏ទទួលបាននៅផុសតាងមួយគឺជាដង្កៀបអីគេនៅក្នុងខ្លួនរបស់ចាងប៉ៅប៉ៅរួចពីនឹងមកអ្នកដែលបានដាក់ពាក្យបណ្ដឹងចំពោះការបាត់ខ្លួនរបស់ចាងប៉ៅប៉ៅហ្នឹងគឺត្រូវបានអាចារ្យហ្នឹងហៅមកសួរនាំហើយម្នាក់ហ្នឹងគឺមុខដដែលនោះទេតួអង្គជឺតាននឹងដដែលប៉ុន្តែនៅមែនតែនទៅគេឈ្មោះថាសៀហ្វឹងជាមួយនឹងចាងប៉ៅប៉ៅគឺជាគូដណ្ដឹងជាមួយនឹងគ្នាអាចារ្យមានការសង្ស័យចំពោះការស្លាប់របស់ចាងប៉ៅប៉ៅហ្នឹងគឺតាក់ទងជាមួយនឹងសៀហ្វឹងហើយសៀហ្វឹងហ្នឹងព្យាយាមបកស្រាយកិច្ចវេះពីតម្រុយដែលបលីមាននៅក្នុងដៃហ្នឹងថាគេមិនបានសម្លាប់ចាងប៉ៅប៉ៅទេបើសិនជាគេបានសម្លាប់ចាងប៉ៅប៉ៅមែនហេតុអីក៏គេហ្នឹងមកដាក់ពាក្យបណ្ដឹងចំពោះការបាត់ខ្លួនរបស់ប៉ៅប៉ៅអាចារ្យក៏ធ្វើការបកស្រាយចំពោះរូបភាពដែលគេហ្នឹងបានឃើញនៅលើសាកសពតែដៃឆ្វេងរបស់ចាងប៉ៅប៉ៅហ្នឹងគឺមានស្នាមរបៀបថាកកឈាមវាដូចជាជាប់ឈាមនៅកន្លែងហ្នឹងអញ្ចឹងបញ្ជាក់ថានៅពេលដែលនាងបានស្លាប់ហើយគឺអ្នកដែលបានសម្លាប់នាងហ្នឹងគឺព្យាយាមអូរបៀបថាកាន់ដៃរបស់នាងអូសាកសពនាងចេញពីហ្នឹងពិសេសនោះគឺថាដៃរបស់សៀហ្វឹងហ្នឹងគឺមានពាក់ចិញ្ចៀនអញ្ចឹងនៅពេលដែលចាប់ដៃរបស់ចាងប៉ៅប៉ៅអូអញ្ចឹងទៅគឺអាស្នាមចិញ្ចៀនហ្នឹងវានឹងដុតជាប់នៅលើដៃរបស់ចាងប៉ៅប៉ៅហើយអាចារ្យគេក៏ឲ្យសន្មតបានថាមូលហេតុដែលសៀហ្វឹងហ្នឹងសម្លាប់ចាងប៉ៅប៉ៅក៏ព្រោះថាចាងប៉ៅប៉ៅហ្នឹងគឺមានផ្ទៃពោះសៀហ្វឹងច្បាស់ជាមិនចង់ទុកកូនហ្នឹងហើយក៏មិនមានបំណងនៅក្នុងការរៀបការជាមួយនឹងប៉ៅប៉ៅទៅសម្លាប់ប៉ៅប៉ៅសៀហ្វឹងព្យាយាមបដិសេធថារូបគេហ្នឹងគឺមិនបានដឹងថាប៉ៅប៉ៅហ្នឹងមានផ្ទៃពោះនោះទេគេមិនបានសម្លាប់ប៉ៅប៉ៅឡើយនិយាយចោះនិយាយឡើងហ្នឹងគេក៏និយាយល្អិលមាត់ថាគឺប៉ៅប៉ៅបាត់បង់លំនឹងខ្លួនឯងប៉ុណ្ណោះល្អិលមាត់តែប៉ុណ្្នឹងគឺសារភាពខ្លួនឯងបាត់ព្រោះអីអាចារ្យមានតបានប្រាប់ថាប៉ៅប៉ៅហ្នឹងគឺធ្លាក់ស្លាប់ឯណាអញ្ចឹងសៀហ្វឹងហ្នឹងគេក៏រៀបរាប់ពីរឿងពិតរបស់គេជាមួយនឹងប៉ៅប៉ៅគឺប៉ៅប៉ៅជាក្មេងកំព្រាមែនប៉ៅប៉ៅក៏ជាអ្នកដែលបំផុសកំណត់ឲ្យសៀហ្វឹងហ្នឹងគឺសរសេរសភៅប្រឡោមលោកបានល្អនាងមានកំណត់ច្រើនចឹងទៅរហូត
តពេលមួយហ្នឹងគឺនាងក៏ចង់ព្យាយាមសរសេរសភៅប្រឡំលោកដូចជាសៀហ្វឹងដែរតើប៉ាសរសេរសភៅប្រឡំលោកមួយដែលមានឈ្មោះថាជីវប្រវត្តិរបស់លូណាសាររឿងដែលប៉ាសរសេរទៅគឺទទួលបានការគាំទ្រច្រើនប៉ុន្តែទាស់ត្រង់ថាគឺសៀហ្វឹងហ្នឹងយក credit តែម្នាក់ឯងដោយមិនបានដាក់ឈ្មោះរបស់ប៉ានៅកន្លែងអ្នកនិពន្ធហើយគេក៏ចង់បោកប៉ាបន្តទៀតគេថាគឺចាំរឿងក្រោយទៅចាំគេហ្នឹងដាក់ឈ្មោះរបស់ប៉ាតែប៉ាហ្នឹងមិនយកព្រមគឺគេចង់ដាក់ឥឡូវហ្នឹងក៏ធ្វើឲ្យពួកគេហ្នឹងគឺមានការទាស់ពាក្យសម្ដីហើយនឹងប្រទីបតងគ្នានៅកន្លែងកម្មចដាអញ្ចឹងទៅគឺថាសៀហ្វឹងហ្នឹងគេក៏ប្រឡែងដែររបស់ប៉ាធ្វើឲ្យប៉ាហ្នឹងធ្លាក់បោកក្បាលស្លាប់ហើយនេះក៏មិនមែនជារឿងចៃដន្យឬមួយក៏អចេតនាដែរព្រោះថាសៀហ្វឹងគឺមិនបានបញ្ជូនប៉ាហ្នឹងទៅកាន់មន្ទីរពេទ្យថែមទាំងយកសាកសពរបស់ប៉ាហ្នឹងយកទៅលាក់នៅឯព្រះវិហារទៀតអញ្ចឹងចុងក្រោយទោះបីជាសៀហ្វឹងហ្នឹងថាស្រឡាញ់ប៉ាក៏នេះមិនមែនជាក្តីស្រឡាញ់ដែរព្រោះឲ្យសៀហ្វឹងស្រឡាញ់ខ្លួនឯងច្រើនជាងនៅពេលដែលខ្លួនឯងបានខ្ពង់ខ្ពស់គឺភ្លេចអ្នកជួយជ្រុំជ្រែងបន្ទាប់ពីរឿងក្តីមួយហ្នឹងគឺត្រូវបានបកស្រាយហើយគឺអាឡៃជាមួយនឹងអាចារ្យហ្នឹងក៏ទទួលបានគុណសម្បត្តិទាំងពីរនាក់អាឡៃក៏បញ្ញាប់មកកាន់មន្ទីរពេទ្យដើម្បីមើលលូណាគេឆ្ងល់ថាហេតុអីក៏លូណាដឹងពីរឿងករណីបាត់ខ្លួនរបស់ចាងប៉ាហ្នឹងអាឡៃក៏ទៅឆែកមើលសៀវភៅប្រឡំលោករបស់លូណាទៀតគឺអត់មានឃើញសាច់រឿងអីទាំងអស់សភៅហ្នឹងគឺថាសស្គូសតែម្ដងហើយសាច់រឿងយើងហ្នឹងក៏បានបកស្រាយឲ្យដឹងពីមូលហេតុដើមកំណើតនៃឈ្មោះលូណាក៏ដូចជាតាក់ទងជាមួយនឹងករណីចាងប៉ាហ្នឹងហេតុអីក៏លូណាហ្នឹងដឹងមើលតាមសាច់រឿងដែលបានបង្ហាញហ្នឹងគឺលូណាហ្នឹងប្រៀបដូចជាមនុស្សនាពេលអនាគតហើយអាឡៃហ្នឹងគឺប្រៀបដូចជាមនុស្សដែលក្នុងពេលអតីតកាលដែលលូណាហ្នឹងកំពុងតាមស្វែងរកលូណាគឺគេមើលឯកសារប៉ូលីសតាក់ទងជាមួយនឹងករណីដែលអាឡៃហ្នឹងធ្វើការដោះស្រាយរឿងក្តីទាំងអស់ហើយចំរឿងរបស់ប៉ាហ្នឹងឯងគឺគេមានការសោកស្ដាយចំពោះប៉ាដែលមិនអាចធ្វើការបញ្ចេញស្នាដៃរបស់ខ្លួនឯងមិនអាចធ្វើការផ្សព្វផ្សាយឈ្មោះអ្នកនិពន្ធរបស់ខ្លួនឯងហើយឈ្មោះពិតរបស់លូណាហ្នឹងគឺយ៉ាងមិនរូបប៉ុន្តែនៅពេលដែលគេសរសេរសាច់រឿងអីហៅហ្នឹងគឺគេមិនបានដាក់ឈ្មោះរបស់គេនោះទេគឺដាក់ឈ្មោះលូណាគឺជាឈ្មោះតួអង្គនៅក្នុងសាច់រឿងដែលប៉ាហ្នឹងបាននិពន្ធអញ្ចឹងហើយក៏ចង់ឲ្យឈ្មោះមួយហ្នឹងគឺអ្នកផ្សេងទៀតបានស្គាល់ហើយក៏ជួយបន្តក្តីសម័យឲ្យនាងផងដែរហើយនៅតែបន្តមកមើលលូណានៅមន្ទីរពេទ្យហើយក៏និយាយសាច់រឿងជាប្រចាំឲ្យលូណានឹងស្ដាប់តែគេមានអារម្មណ៍ថាគេនឹងដូចអត់ចង់អានសាច់រឿងរបស់លូណាសោះព្រោះពេលដែលគេអានទៅគឺរឿងហ្នឹងវាកើតឡើងមែនតែនក៏ប៉ុន្តែអាឡៃកិច្ចមិនផុតពីការនិទានសាច់រឿងរបស់លូណានោះទេហើយនៅពេលហ្នឹងរឿងថ្មីហ្នឹងវាក៏ផុសឡើងនៅក្នុងសៀវភៅប្រឡំលោកលូណាទៀតហើយសាច់រឿងហ្នឹងក៏ចាប់ផ្ដើមនៅក្នុងបន្ទប់វះកាត់គឺក្រុមគ្រូពេទ្យមួយក្រុមហ្នឹងកំពុងតែធ្វើការវះកាត់អ្នកជំងឺម្នាក់ដែលមានជង្គដៃជាប់នៅហ្នឹងហើយគ្រូពេទ្យថ្មីគឺជាគ្រូពេទ្យដែលទៅបញ្ចុះស្តាមួយខែនៅក្នុងមន្ទីរពេទ្យនោះទេមានឱកាសនៅក្នុងការចូលមកកាន់បន្ទប់វះកាត់នោះដែរគេមានឈ្មោះថាអាមីងហើយមើលទៅគឺអាមីងហ្នឹងមានជំនាញនៅក្នុងការវះកាត់មែនតើណាគឺថាចាប់ផ្ដើមធ្វើការវះកាត់អ្នកជំងឺព្រឹបតែម្ដងប៉ុន្តែនេះគ្រាន់តែជាការភ្លឹកស្មើសម័យរបស់អាមីងប៉ុណ្ណោះជាក់ស្ដែងទៅគឺអាមីងអត់មានបានធ្វើអីសោះនៅក្នុងបន្ទប់វះកាត់ហ្នឹងរហូតដល់គ្រូពេទ្យដែលមានជំនាញមែនតើហ្នឹងគឺពួកគាត់បានវះកាត់ហើយតែអាមីងហ្នឹងគ្រាន់តែជាគ្រូពេទ្យចុះស្តាមានឱកាសចូលមកកាន់បន្ទប់វះកាត់ហើយលោកគ្រូពេទ្យធំហ្នឹងក៏ឲ្យអាមីងហ្នឹងគឺធ្វើការដេមុខកំបិតហ្នឹងទៅអាមីងគេឡើងភ័យញ័រដៃញ័រជើងគាំងអស់ហើយព្រោះពេលដែលគេរៀនហ្នឹងគឺអត់មានបញ្ហាអីនោះទេតោះចេញមកធ្វើការងារជាក់ស្ដែងទៅគ្រាន់តែឃើញឈាមរបស់អ្នកជំងឺគឺគេចាប់ផ្ដើមមកងឹតមុខឈឹងហើយក៏ស្លាប់នៅពេលហ្នឹងព្រោះថាអាមីងហ្នឹងគឺមានជំងឺខ្លាចឈាមហើយធ្វើគ្រូពេទ្យវះកាត់ហ្នឹងប៉ុន្តែខ្លាចឈាមចប់ហើយចាប់ពីពេលហ្នឹងមកហ្នឹងគឺអាមីងហ្នឹងគេក៏ចាប់ផ្ដើមធ្វើការព្យាបាលជំងឺរបស់ខ្លួនឯងដោយវិធានធ្វើយ៉ាងណាឲ្យសមជាមួយនឹងពណ៌ឈាមគឺគេញ៉ាំឈាមជ្រូកជាប្រចាំហើយនឹងញ៉ាំទឹកអាឡឹកទឹកកទឹមទឹកអីក៏ដោយអត់តែពណ៌ក្រហមអាមីងក៏មានបងប្រុសចំនួនមួយរបស់គេម្នាក់ទៀតគឺជាគ្រូពេទ្យដែរប៉ុន្តែគឺជាគ្រូពេទ្យឯកទេសខាងកាយសម្ផស្សគេមានឈ្មោះថាអាសែលថ្មីហ្នឹងគឺគេបានរៀននៅជំនាញថ្មីមួយទៀតគឺការវះកាត់កាយដើមទ្រូងអាមីងដែលកំពុងតែញ៉ាំចំណីអាហាររបស់ខ្លួនទាំងជឿជាក់ថាខ្លួននឹងពិតជាសមជាមួយនឹងឈាមហើយគេរបៀបថាជាមួយនឹងបងរបស់គេណោះតែអាសែលហ្នឹងគឺចោលប្រាប់ថានោះឈាមច្រមុះហើយអាមីងយកដៃចូលឈាមច្រមុះរបស់ខ្លួនហើយឃើញឈាមហើយគឺថាចាប់ផ្ដើមងឹតមុខឈឹងហើយក៏រកចង្អោរទៀតនៅពេលនោះក៏ស្រាប់តែមានឮសំឡេងមនុស្សស្រីហ្នឹងគឺថាកំពុងតែស្រែកហៅអាសែលគ្រាន់តែឮសំឡេងហ្នឹងគឺដឹងថាអាចេះហុងជាអ្នកលក់បាយមាន់ហើយអញ្ចឹងហើយក៏បញ្ញាប់រត់ទៅពួនគឺប្រាប់អាមីងថាកុំឲ្យថាគេនឹងនៅហ្នឹងអាចេះហុងមកនេះគឺថាអត់ចូលជាមួយនឹងអាសែលទេអញ្ចឹងក៏សួរអាមីងថាគ្រូពេទ្យនៅពេទ្យហ្នឹងទៅណាអស់ហើយណាគេគ្រូពេទ្យអីចឹងទៅអាមីងគេក៏ថាគេក៏ជាគ្រូពេទ្យដែរអាចេះហុងតើដឹងថាអាមីងហ្នឹងគឺជាគ្រូពេទ្យនៅនឹងដែរគាត់ហ្នឹងក៏ឲ្យអាមីងហ្នឹងគឺថាចាប់ដើមទ្រូងរបស់គាត់តែម្ដងដោយសារដើមទ្រូងរបស់គាត់ហ្នឹងឥឡូវហ្នឹងគឺថាមួយខាងតូនមួយខាងរឹងអញ្ចឹងហើយប្រហែលជាមកពីការវះកាត់របស់អាសែលហ្នឹងហើយតែកំពុងតែចែកគ្នាហ្នឹងគឺស្រាប់តែអាចេះហុងហ្នឹងគឺគាត់ចុកនៅក្រោមឃ្លៀរបស់គាត់អញ្ចឹងទៅគឺអាមីងគេសុំពិនិត្យមើលបន្តិចអញ្ចឹងបន្ទាប់ពីការពិនិត្យមើលបន្តិចទៅគឺអាចេះហុងហ្នឹងប្រហែលជាគាត់កោសិកាគាត់ហ្នឹងគឺវារៀងហើមអីអញ្ចឹងណាប៉ុន្តែគឺវាអត់តកតងជាមួយនឹងការវះកាត់ដើមទ្រូងទេអាមីងក៏ណែនាំឲ្យអាចេះហុងហ្នឹងគឺទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យទៅប៉ុន្តែវាមិនមែនជាបញ្ហាអីធំដុំនោះទេហើយគេនឹងចាំណែនាំមិត្តភ័ក្តិរបស់គេនឹងឲ្យអាចេះហុងបានស្គាល់ដែលជាគ្រូពេទ្យជំនាញខាងហ្នឹងអាសែលដែលពួននៅក្នុងបន្ទប់គ្រាន់តែឮថាអាចេះហុងមិនមានបញ្ហាតកតងជាមួយនឹងការវះកាត់របស់ខ្លួនអញ្ចឹងក៏បញ្ញាប់ចេញមកអួតពីស្នាដៃរបស់ខ្លួនអីចឹងគេថាឃើញអត់ថាវាមិនតកតងជាមួយគេគឺអត់ហើយតែបើថាមានបញ្ហាអីមែនណាគឺថាច្បាស់ជាមិនសំណុកខ្លួនរបស់អាចេះហុងហើយកុំតែបានអាមីងជួយនោះទេរួចហើយអាចេះហុងហ្នឹងក៏ហៅ
អាមីងជាមួយនឹងអាសែលហ្នឹងគឺទៅញ៉ាំបាយឆានៅឯតូបរបស់គាត់ហើយអាសែលហ្នឹងគេឡើងជក់ផ្លឹកមើលដើមទ្រូងរបស់អាចេះហុងតែម្ដងគេមិនមើលអីគឺគេមើលពីសមិទ្ធផលនៃការវះកាត់របស់គេមើលទៅឡើងល្អមែនតើអញ្ចឹងណាហើយនៅក្នុងយប់ហ្នឹងមានចៅពីរនាក់ហ្នឹងកំពុងតែលោបនៅមុខហាងមាសនៅពេលដែលអាកាសល្អពួកគេហ្នឹងក៏សម្រុកចូលទៅកាន់ហាងមាសដើម្បីធ្វើការប្លន់មាសនៅក្នុងហាងហ្នឹងសន្តិសុខម្នាក់នៅក្នុងហាងហ្នឹងក៏ក្លាហានតបតជំរុញចៅប៉ុន្តែចៅមាន12នាក់ឲ្យចៅម្នាក់ទៀតហ្នឹងក៏បាញ់មកគ្រាប់ហ្នឹងចំសន្តិសុខម្នាក់ហ្នឹងប៉ុន្តែសន្តិសុខហ្នឹងគឺនៅដង្ហើមចុងក្រោយហ្នឹងគាត់ក៏ស្ទុះទៅអោបចៅម្នាក់ទៀតគឺទម្លូកញ្ចក់ចេញមកខាងក្រៅក៏ធ្វើឲ្យចៅម្នាក់ដែលជាបងធំហ្នឹងគឺថាត្រូវជុំកញ្ចក់មុតជ្រៅខ្លាំងមែនតើចៅម្នាក់ទៀតហ្នឹងក៏ធ្វើការបង្ហើយជីវិតរបស់ពូសន្តិសុខម្នាក់ហ្នឹងហើយក៏ប្រញាប់នាំបងធំគេហ្នឹងទៅរកមន្ទីរពេទ្យឆ្លងកាត់តោបាយរបស់អាចេហុងហ្នឹងគេក៏ឈប់សួរហៅពេទ្យហើយអាចេហុងគាត់របៀបថាគាត់គាំងដែរអញ្ចឹងណារកឆ្លើយមិនទាន់គាត់ក៏ច្អល់ទៅខាងមុខចៅម្នាក់ហ្នឹងក៏ប្រញាប់បើកឡានចេញទៅបន្ទាប់មកទៅអាចេហុងក៏ទទួលបានដំណឹងពីប្តីរបស់គាត់ហ្នឹងគឺជាសន្តិសុខនៅហាងមាសមួយហ្នឹងចំណែកឯចៅនោះវិញគឺស្រាប់តែនាំបងធំរបស់គេហ្នឹងមកកាន់មន្ទីរពេទ្យរបស់អាសែវហើយអាសែវគេឡើងគាំងតែម្ដងហៅពេទ្យអីគេគឺជាគ្រូពេទ្យវះកាត់កាយសម្ផស្សទេគេក៏ដេញឲ្យទៅកាន់មន្ទីរពេទ្យផ្សេងប៉ុន្តែគឺថាចៅម្នាក់ហ្នឹងអត់ខ្វល់ហើយចូលមកហើយគឺថាត្រូវទៅជួយបងគេគឺដកកំភ្លើងចេញមកភ្ជង់អាសែវតែម្ដងហ្នឹងអាសែវហ្នឹងគេក៏នឹកឃើញដល់អាមីងគេក៏ប្រាប់ថាចាំគេហ្នឹងតែហៅគ្រូពេទ្យផ្សេងទៀតមកអាសែវក៏ទេទៅអាមីងឲ្យមកកាន់មន្ទីរពេទ្យរបស់គេជាបន្តដោយមិនទាន់ប្រាប់ពីហេតុផលនោះទេតើតែអាមីងមកដល់គឺថាត្រូវភ្ជង់ជាប់របស់ចៅម្នាក់ហ្នឹងដែរដោយបង្ខំឲ្យធ្វើការជួយបងរបស់គេហើយអាមីងក៏គាត់តែឃើញជាងគឺថាចាប់ផ្ដើមមកងឹតមុខរកក្អួតចង្អោរទៀតហើយតែលបងធំនៅត្រូវរបួសហ្នឹងគឺថាក៏ច្អល់ប្រាប់នៅកប៉ាវរបស់ខ្លួនហ្នឹងមានវ៉ែនតាខ្មៅអញ្ចឹងទៅអាមីងគេក៏ពាក់វ៉ែនតាខ្មៅគឺអាចមើលឈាមហ្នឹងដោយមិនមានការខ្លាចរអាតែមុនចាប់ផ្ដើមវះកាត់ហ្នឹងអាមីងក៏ចាប់អារម្មណ៍ថាអប៉ិហ្នឹងដូចជាមានអីស្ទះនៅកំពង់ខ្យល់របស់គេអញ្ចឹងហើយគេក៏ចាប់ចេញមកហ្នឹងគឺជាស្ករគ្រាប់ដែលអប៉ិហ្នឹងគឺបានបៀមុននឹងចូលទៅធ្វើការប្លន់ហាងមាសរួចមកអាមីងជាមួយនឹងអាសែលហ្នឹងក៏ចាប់ផ្ដើមរៀបចំឧបករណ៍សម្រាប់ធ្វើការវះកាត់អាមីងដូចជាមិនទាន់មានភាពក្លាហានគ្រប់គ្រាន់នៅក្នុងការចាប់ផ្ដើមធ្វើការវះកាត់គឺគ្រាន់តែកាន់កបិតហ្នឹងគេឡើងញ័រដៃឲ្យបែកញើសឡើងខ្ចាយតែម្ដងអាសែលមើលទៅអាមីងដូចជាមិនការនោះទេអញ្ចឹងគេក៏ប្រាប់ថាឥឡូវទុកឲ្យគេនឹងជាអ្នកវះវិញព្រោះគេធ្លាប់វះដើមទ្រូងដែរអញ្ចឹងណាគ្រាន់តែប្រាប់ពីទីតាំងមកប្រាប់ចុះប្រាប់ឡើងហ្នឹងគឺអាមីងគេអត់ទុកចិត្តឲ្យអាសែលនឹងធ្វើការវះកាត់នោះទេព្រោះវាមិនមែនជាវិជ្ជាជីវៈរបស់អាសែលអញ្ចឹងចុងក្រោយហ្នឹងគឺអាមីងគេតាំងចិត្តទាំងបែកញើសខ្ចាយហ្នឹងគឺថាត្រូវទៅធ្វើការវះកាត់ដោយខ្លួនឯងមែនទីបំផុតគេក៏អាចធ្វើការកាត់សាច់របស់បរិសម្នាក់នឹងបានរួចហើយក៏ធ្វើការដោតកំពង់ចូលអីចឹងណាដល់ពេលដែលអាមីងជាមួយនឹងអាសែលនឹងជួយលបងចៅនឹងរួចរាល់ហើយគឺលបងចៅដែលនៅរស់នឹងចាប់តែលើកកំភ្លើងមកចង់បាយសម្រាប់ពួកគេចៅតែម្ដងព្រោះថាពួកគេនឹងបានឃើញមុខចៅហើយហ្នឹងហើយជាសំណាងល្អនឹងគឺថាមុននឹងធ្វើការបាញ់ហ្នឹងអាចេះហុងហ្នឹងគឺសម្រុកចូលមកដល់ clinic ហ្នឹងដែរព្រោះអីអាចេះហុងដឹងថាលបងចៅហ្នឹងជាអ្នកដែលសម្រាប់ប្តីគាត់ក៏យកតាំងតោហ្នឹងកាប់ចំកញ្ចឹងករបស់អាចៅហ្នឹងទៅអាមីងជាមួយនឹងអាសែលហ្នឹងក៏នាំគ្នាខាត់អាចេះហុងហ្នឹងគឺមិនឲ្យធ្វើការកាប់សម្រាប់ចៅហ្នឹងទេព្រោះអីបើសិនជាសម្រាប់មែននឹងខ្លាចតែជាអ្នកទោសហើយអាសែលហ្នឹងគេក៏ជួយទប់អាចេះហុងដើម្បីឲ្យអាមីងហ្នឹងគឺជួយសង្គ្រោះអបិចៅហ្នឹងគឺយកកណាត់ហ្នឹងយកទៅខ្ទប់ឈាមតែដល់អាចេះហុងហ្នឹងគឺគាត់នៅតែម្នាក់ចង់សម្រាប់ចៅហ្នឹងទៀតគឺអាមីងហ្នឹងគេក៏ឡើងទៅជួយខាត់តែខាត់ចុះខាត់ឡើងទៅទៀតស្រាប់តែចៅមួយដែលអាមីងបានជួយសង្គ្រោះមុនហ្នឹងគឺបានធ្វើការបាញ់សម្រាប់អាចេះហុងភ្លាមតែម្ដងលបងចៅហ្នឹងក៏មិនបានធ្វើការជួយប្អូនខ្លួនឯងដែរគឺឡើងទៅគម្រាមឲ្យអាមីងហ្នឹងជូនគាត់ហ្នឹងទៅកំពង់ផែហើយអាមីងគេអត់ព្រមជូនទៅនោះទេព្រោះគេតែដឹងខ្លួនថាមនុស្សដែលគេជួយលើកដំបូងហ្នឹងគឺជាឃាតករសោះលបងចៅមើលទៅដូចជាបជាអាមីងអត់បានណាគេក៏ធ្វើការបាញ់ជើងរបស់អាសែលដើម្បីជាការគម្រាមឲ្យជូនគាត់ហ្នឹងទៅកំពង់ផែដូច្នេះហើយក៏ចុងក្រោយហ្នឹងអាមីងហ្នឹងគេបើកឡានជូនទៅតែដល់អាមីងហ្នឹងគឺថាបើកឡានយឺតពេកលបងចៅហ្នឹងក៏បាញ់មួយគ្រាប់ទៀតទៅកាន់ចង្កេះរបស់អាសែលហ្នឹងក៏ស្លាប់នៅពេលហ្នឹងអញ្ចឹងហើយអាមីងហ្នឹងគេថាគេអត់ទាន់ទៅកំពង់ផែនោះទេគេបត់ទៅមន្ទីរពេទ្យសិនអញ្ចឹងនៅពេលហ្នឹងគឺលបងចៅជាមួយនឹងអាមីងហ្នឹងក៏ប្រទីបតុងដៃចកោតឡានហ្នឹងជាមួយនឹងគ្នាទាញចុះទាញឡានហ្នឹងវាក៏ទៅបុកជាមួយនឹងកន្លែងគេតប់ច្រាំងទន្លេអញ្ចឹងទៅអាមីងហ្នឹងគេក៏ទាញអាសែលហ្នឹងចុះពីលើឡានដើម្បីជូនបងរបស់គេហ្នឹងទៅមន្ទីរពេទ្យហើយអាសែលហ្នឹងគេក៏និយាយតិចទៅកាន់អាមីងថាគឺគេមើលដឹងឃើញថាគឺអាមីងហ្នឹងលែងខ្លាចឈាមហើយប៉ុន្តែគឺអាមីងមិនបាច់ជួយគេនោះទេរត់យករួចខ្លួនទៅបើមិនអញ្ចឹងទេគឺស្លាប់ទាំងពីរនាក់តែអាមីងគេអត់បោះបង់អាសែលហើយគេក៏ព្យាយាមគ្រាឲ្យអាសែលហ្នឹងងើបប៉ុន្តែគ្រាអត់រួចសោះព្រោះអីអាសែលអត់មានកម្លាំងងើបខ្លួនឯងអញ្ចឹងទៅអាមីងហ្នឹងគេពិបាកនៅក្នុងការគ្រាអាសែលឡើងហើយពេលហ្នឹងគឺលបងចៅហ្នឹងក៏បើកទ្វារឡានមកអាមីងក៏ឆក់យកកាបូបមាសដែរលបងចៅហ្នឹងប្លន់មកគម្រាមនៅក្នុងការទម្លាក់ចូលទៅក្នុងទឹកលបងចៅហ្នឹងគឺថាសុកចិត្តស្លាប់រស់ខ្លួនដោយសារតែមាសមកកាបូបហ្នឹងអញ្ចឹងអាមីងហ្នឹងក៏ទម្លាក់ចូលទៅក្នុងទឹកលបងចៅហ្នឹងក៏បាញ់ទៅកាន់អាមីងប៉ុន្តែគឺលបងចៅហ្នឹងគឺបានក្អួតឈាមអញ្ចឹងដៃហ្នឹងក៏រេទៅបាញ់មិនត្រូវនោះទេហើយខ្លួនឯងហ្នឹងក៏ត្រូវស្លាប់ព្រោះថាការវះកាត់មុនហ្នឹងគឺថាមិនទាន់ថាអាចនឹងជួយសង្គ្រោះបាន 100% ត្រូវតែព្យាបាលនៅមន្ទីរពេទ្យទៀតប៉ុន្តែក្បាលរឹងអត់ព្រមទៅរួចហើយអាមីងហ្នឹងគេក៏អាចគ្រាអាសែលហ្នឹងទៅកាន់មន្ទីរពេទ្យបានខ្សែរឿងរបស់ពីរនាក់ហ្នឹងគឺអាឡៃហ្នឹងគេអានចប់ត្រង់ហ្នឹងហើយអញ្ចឹងអាឡៃហ្នឹងក៏នឹកឃើញថាមានការប្លន់ហាងមាសអីអញ្ចឹងក៏តាក់ទង
ជាមួយនឹងរឿងក្តីដែលពួកគេនឹងកំពុងធ្វើការស៊ើបអង្កេតដែរដូច្នេះសាច់រឿងប្រឡោមលោកដែលអាឡៃបានអានមុនហ្នឹងគឺវាបានកើតឡើងហើយកំពុងតែតាក់ទងជាមួយនឹងរឿងក្តីនឹងដែរអាចារ្យក៏កំពុងតែធ្វើការសាកសួរចម្លើយទៅកាន់អាមីងតាក់ទងជាមួយនឹងការសម្លាប់លោកបងចៅហើយអាមីងហ្នឹងគឺគេរៀបរាប់ដូចអីដែលយើងបានស្ដាប់សាច់រឿងប្រឡោមលោកមុនហ្នឹងអញ្ចឹងឯងគឺលោកបងចៅហ្នឹងបខំឲ្យគេហ្នឹងដឹកទៅកំពង់ផែហើយក៏បានបាញ់បងប្រុសរបស់គេអីចឹងទៅហើយចុងក្រោយហ្នឹងក៏ស្លាប់របៀបហ្នឹងគេហ្នឹងក៏បញ្ញាប់បញ្ជូនបងប្រុសរបស់គេទៅកាន់មន្ទីរពេទ្យប៉ុន្តែអាចារ្យហ្នឹងគឺធ្វើការសន្និដ្ឋានថាគឺអាមីងហ្នឹងបកកើតសាច់រឿងហ្នឹងមករឿងនេះគឺជាពីររឿងដែល live ផ្សេងគ្នាចៅហ្នឹងគឺថាពិតជាបានតែប្លន់ហាងមាសមែនប៉ុន្តែក្រោយមកគឺថាពីរអ្នកបងប្អូនហ្នឹងលោភលន់ចង់បានមាសដែរទៅសម្រាប់ចៅហ្នឹងដើម្បីប្លន់យកមាសហ្នឹងបន្តអាចារ្យក៏ថាការសន្និដ្ឋានរបស់ខ្លួនឯងហ្នឹងត្រឹមត្រូវក៏បញ្ញាប់ឲ្យអាមីងហ្នឹងធ្វើការផ្ដិតមេដាយហ្នឹងដើម្បីទទួលស្គាល់ពីកំហុសរបស់ខ្លួនតែក៏សំណាងល្អដោយសារតែអាឡាយហ្នឹងគឺបានអានសាច់រឿងហ្នឹងហើយគេដឹងថាមាសហ្នឹងគឺធ្លាក់នៅកន្លែងណាគេក៏ទៅរកមាសហ្នឹងមកបកគលឲ្យអាចារ្យថានេះគឺជាមាសដែលគេនឹងរកឃើញអាឡៃក៏ប្រាប់អាចារ្យបើសិនជាអាមីងហ្នឹងពិតជាចង់បានមាសហ្នឹងមែនណាគេមិនមែនប្រាប់ថាគេតម្លាក់មាសហ្នឹងនៅកន្លែងណានោះទេអាចារ្យក៏ឆ្លើយតបថាប្រហែលជាអាមីងហ្នឹងគិតថាពួកគេហ្នឹងមិនអាចរកឃើញទេទៅហ៊ានប្រាប់ប៉អាឡៃគេក៏ថាបើសិនជាអាមីងហ្នឹងពិតជាចង់សម្លាប់ចៅហ្នឹងមែនគឺគេសម្លាប់តាំងនៅ clinic ម៉ែអាចារ្យហ្នឹងក៏មានហេតុផលទៀតគេថាក៏ព្រោះថាពួកចៅហ្នឹងគឺមានកំភ្លើងនៅក្នុងដៃទៅពួកគេមិនហ៊ានទោះបីជាអាឡៃហ្នឹងនិយាយយ៉ាងណាក៏អាចារ្យហ្នឹងគេមានអំណាចផ្ទាល់ខ្លួនរបស់គេដែលសន្និដ្ឋានថាគឺនឹងគឺជាកំហុសរបស់អាមីងអីចឹងណាអាឡៃនិយាយអីមិនឈ្នះហ្នឹងក៏នាំសាក់សៃមកម្នាក់ហ្នឹងគឺជាអាចារ្យហុងដែលគាត់ហ្នឹងគឺមិនបានត្រូវគ្រាប់ស្លាប់ទេព្រោះថាគាត់មានពាក់របាំងដៃនឹងដើមទ្រូងរបស់គាត់ដែលអាស្រាវហ្នឹងបានឲ្យពាក់ហើយអ្វីដែលអាចារ្យហុងហ្នឹងគឺអាចជួយអាមីងបាននៅពេលហ្នឹងគឺគាត់ចង់និយាយថាគាត់គឺខាមានការខឹងជាមួយនៅលបងចៅហ្នឹងដែលសម្លាប់ប្តីគាត់អញ្ចឹងគាត់ចង់សម្លាប់ចៅហ្នឹងដើម្បីសងសឹកប៉ុន្តែគឺអាមីងជាអ្នកហាមឃាត់គាត់ហ្នឹងមិនឲ្យធ្វើរឿងហ្នឹងអញ្ចឹងមនុស្សដូចអាមីងស្លូតបូតបែបហ្នឹងតើគេមិននឹងទៅសម្លាប់ចៅហ្នឹងដោយដៃរបស់ខ្លួនឯងទៅអញ្ចឹងក្រោយពីមានការជួយអាងពីអាចារ្យហុងហើយគឺអាមីងហ្នឹងគេក៏អាចបញ្ជាក់ពីភាពស័ក្តិសមរបស់គេបានដែរដែលគេហ្នឹងមិនបានជាប់ទោសកំហុសអីនោះទេហើយចំពោះសាច់រឿងនៅក្នុងភាគនេះគឺស្លេះតែប៉ុណ្្នឹងហើយអញ្ចឹងចាំជួបគ្នាជាមួយ admin ម្ដងទៀតនៅក្នុងភាគក្រោយទាំងអស់គ្នាអរគុណច្រើនជម្រាបលាបាយបាយ